គ្រប់ជំរាបសួរពុកម៉ែបងប្អូននំពូមីងបាទនេះជាដើមទុរេនណាបងប្អូនដើមទុរេននេះខ្ញុំទិញមកពីគេទេបងប្អូននេះមកដើមវា20000បងប្អូនហើយចង់សាកល្បងមើលថាដាំទុរេនហ្នឹងតើវាដុះឬក៏អត់តាមពិតទៅតំបន់ខ្ញុំនេះវាអត់ដែលមានដំណាំទុរេនទេវាអត់ដែលមានណាគេដាំដំណាំទុរេនបានហូបទេអញ្ចឹងខ្ញុំក៏បានសាកល្បងទិញពូជយកមកពីគេយកមកដាំអញ្ចឹងចង់សាកល្បងហើយរៀនពីវាដែរណាបងប្អូនហើយទុរេននេះស្លឹកវាស្ថានភាពបែបនេះខ្ញុំក៏មិនទាន់ដឹងថាម៉េចដែរបងប្អូនមានបច្ចេកទេសច្បាស់ទៅលើដំណាំទុរេនបងប្អូនសូមចែករំលែកបន្តផងបងប្អូននេះខ្ញុំយកមកដាំនេះគឺតំបន់ខាងខេត្តបន្ទាយមានជ័យបងប្អូនបាទបន្ទាយមានជ័យដូចជាដែលលឺទេបងប្អូនអ្នកដាំដំណាំទុរេនភាគច្រើនគេដាំនៅខាងសំឡូតស្រុកសំឡូតខាងខេត្តបាត់ដំបងឯហ្នឹងគឺមានណាបងប្អូនតំបន់ផ្សេងតំបន់ដែលអាកាសធាតុគេត្រជាក់គេតំបន់ភ្នំតំបន់ចង្ការអីផ្សេងហ្នឹងគឺគេដាំបានហូបបងប្អូនតែសម្រាប់ខ្ញុំនេះខ្ញុំយកមកសាកល្បងទេបងប្អូនចង់ដឹងបាទចង់ដឹងវាថាដាំរស់ឬក៏អត់ហើយនេះមុនខ្ញុំដាំក៏ខ្ញុំបានដាក់ដីដែរបងប្អូនយកដីយកមកដាក់បាទពូនវាបែបនេះហើយដាក់សកៃដូងដាក់ជាមួយនឹងលាមកសัตว์ក្រៀមរបស់យើងបងប្អូនអញ្ចឹងខ្ញុំដាក់ធ្វើបែបនេះយើងចង់សាកចង់ដឹងដែរបងប្អូនថាវាដុះឬក៏អត់ហើយខ្ញុំទិញមក2ដើមបងប្អូននេះខាងនេះមួយដើមទៀតខាងនេះមួយដើមដាំទៅរួចវារោយស្លឹកបងប្អូនតែឥឡូវនេះឃើញមានប្លោកចេញមកតាមនេះប្រហែលជាវាលើសត្រួយថ្មីក៏មិនដឹងបងប្អូននេះបងប្អូនឃើញថាដុះស្លឹកមកថ្មីទៀតដើមនេះគេទិញមកយូរហើយបងប្អូនគេទិញមកតាំងពីយូរអញ្ចឹងទៅខ្ញុំទៅហ្នឹងដើមវារៀងវាអត់មានត្រួយមានអីដែរបងប្អូនយកមកដល់ដាក់ដាំតែម្ដងអញ្ចឹងនេះគ្រាន់តែជាការដាំសាកល្បងទេបងប្អូននៅតំបន់នេះថាដាំទៅវាខូចឬក៏វាកើតយ៉ាងណាខ្ញុំនឹងថតបង្ហាញពុកម៉ែបងប្អូនទៀតបងប្អូនហើយបច្ចេកទេសនេះខ្ញុំក៏អត់មានបច្ចេកទេសច្បាស់ទៅលើដំណាំទុរេនដែរបងប្អូនព្រោះខ្ញុំយកមកដាំនេះគឺដាំសាកល្បងហើយតាមដានខ្លួនឯងទេបងប្អូនចាំមើលវាដុះស្លឹកបែបណាបន្តទៅមុខទៀតយ៉ាងណារស់ឬក៏អត់អញ្ចឹងយើងចាំមើលតាមដានទាំងអស់គ្នាណាបងប្អូនបាទអញ្ចឹងនេះជាដើមទុរេនខ្ពស់ដែរណាបងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនបងប្អូនមានបច្ចេកទេសយើងគួរធ្វើបែបណាទៀតបងប្អូនជួយចែករំលែកផងបងប្អូនបាទសូមអរគុណ